ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបថ្មីគឺស៊ុបពងទាកូនណាបងប្អូនចង់ដឹងពីវិធីធ្វើយ៉ាងណាសូមបងប្អូនចូលទៅទស្សនាទាំងអស់គ្នាលើបន្លែបងប្អូនខ្ញុំមានស្ពៃបូកូផ្សិតម្ជុលពោតមួយហើយការ៉ុតមួយមើមហើយនឹងផ្សិតចំបើងបងប្អូនមានបន្លែច្រើនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ណាហើយដុំស៊ុបចំនួន1ដុំពងទាដែលខ្ញុំយកមកធ្វើហ្នឹងគឺមាន5គ្រាប់ហើយបន្លែបងប្អូនអាចលាងទឹកកាត់តាមចំណូលចិត្តរបស់យើងការ៉ុតយើងអាចកាត់ជាដុំតូចក៏បានដុំដូចខ្ញុំក៏បានហើយពោតយើងកាត់ជាដុំធំល្មមមកយើងរៀបចំទុកមួយលើដើម្បីយើងរៀបចំយកទៅធ្វើស៊ុបហើយខ្ញុំមានស្លឹកក្រូចគល់ជីវ៉ាន់ស៊ុយហើយនឹងដើមវ៉ាន់ស៊ុយលើបងប្អូនដាក់ឆ្នាំងដាំទឹកឲ្យពុះមកបងប្អូនអាចលៃលោកទឹកតាមចំណង់ចំណូលចិត្តរបស់យើងចង់បានច្រើនដាក់ច្រើនមកហើយយើងដាក់ស្លឹកក្រូចគល់ជីវ៉ាន់ស៊ុយហើយនឹងគល់ខ្ទឹមណាបងប្អូនដាក់ដើម្បីឲ្យវាឈ្ងុយទឹកស៊ុបរបស់យើងណាហើយបងប្អូនឃើញឆ្នាំងនឹងធំណាបងប្អូនដាក់ទឹកខ្ញុំដាក់ទឹកប្រហែលជា3លីត្រហើយខ្ញុំប្រើដុំស៊ុបខ្នុរចំនួន2ដុំតូចហ្នឹងនៅក្នុងអាកញ្ចប់ធំវាហ្នឹងដល់ពេលទឹកពុះហើយយើងដាក់ប្រេងខ្យងកន្លះវែកមក2ស្លាបព្រាបាយមកហើយខ្ញុំថែមទឹកស៊ីអ៊ីវចំនួន1ស្លាបព្រាបាយកូរវាបន្តិចមកហើយបងប្អូនទឹកស៊ុបហ្នឹងខ្ញុំអត់ទាន់បានដាក់អំបិលទឹកត្រីអីទេណាព្រោះខ្ញុំចាំមើលក្រែងវាប្រៃទៅយើងអាចថែមថយតាមក្រោយអញ្ចឹងណាឥឡូវខ្ញុំដាក់ទឹកយើងពុះក្រិនហើយខ្ញុំដាក់ផ្លែពោតចូលមកបងប្អូនពោតហ្នឹងខ្ញុំមានមួយបើសិនបងប្អូនមានពោតច្រើនបងប្អូនដាក់ច្រើនមកកាន់តែឆ្ងាញ់ណាហើយខ្ញុំដាក់ការ៉ុតយើងដាក់បន្លែណាដែលវារឹងមុនអញ្ចឹងណាឲ្យវាឆាប់ផុយបន្លែណាទន់ស្លឹកហ្នឹងយើងចាំដាក់ក្រោយដើម្បីកុំឲ្យវារលួយពេកណាហ្នឹងហើយបងប្អូនបងវាទុកឲ្យវាពុះបន្តិចមកចាំយើងថែមបន្លែតាមក្រោយទៀតណាឥឡូវទឹករបស់យើងពុះហើយទឹកពុះល្អហើយខ្ញុំក៏ចាប់ផ្ដើមភ្លក់មើលតើវាប្រៃឬអត់តែវាអត់សូវប្រៃទេបងប្អូនខ្ញុំក៏ថែមអំបិលមួយចុងស្លាបព្រាហើយខ្ញុំដាក់ទឹកត្រីហ្នឹងកន្លះវែកហ្នឹងប្រហែលជាមួយស្លាបព្រាបាយកន្លះហ្នឹងឯងមួយស្លាបព្រាបាយកន្លះហ្នឹងបងប្អូនយើងអាចភ្លក់មើលតាមចំណង់ចំណូលចិត្តយើងចូលចិត្តប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅតែបងប្អូនទឹកស៊ុបមកយើងកុំសូវធ្វើប្រៃពេកយើងធ្វើឡំមុំមកហត់ណាយើងពេលណាយើងហត់ទៅវាឆ្ងាញ់អញ្ចឹងណាទឹកស៊ុបនឹងពុះម្ដងទៀតហើយខ្ញុំក៏ចាក់ពងទាកូនចូលទៅបងប្អូនពងទាហ្នឹងគឺខ្ញុំទិញអាពងទាដែលគេស្ងោរហើយណាឆ្អិនហើយព្រោះខ្ញុំអត់ហ៊ានស្ងោរពងទាកូនខ្លួនឯងទេនេះបងប្អូនខ្ញុំថែមស្ករសចំនួន1ស្លាបព្រាបាយហើយខ្ញុំដាក់ជាមួយនឹងស្ពៃតឿដែលគេហៅថាប៉ក់ចយហ្នឹងហើយនឹងស្ពៃបូកូបងប្អូនមានច្រើនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ណាហើយស៊ុបនេះវិញណាបងប្អូនបើសិនមានម៉ែឪចាស់ដែលកាត់ឡើងជាតិអាស៊ីតជាតិអីហ្នឹងគាត់អាចញ៉ាំបានណាបងប្អូនព្រោះយើងអត់បានប្រើឆ្អឹងសាច់ស៊ុបអីទេយើងប្រើតែដុំស៊ុបចឹងទៅវាអត់សូវប៉ះពាល់ដល់អាស៊ីតក្នុងខ្លួនរបស់គាត់ទេបងប្អូនឥឡូវបងស្ពៃឲ្យបងប្អូនទុកវាពុះមកសតុះទៅបងប្អូនដើម្បីឲ្យវារាំងសពបន្តិចទៅឥឡូវទឹកស៊ុបរបស់យើងពុះម្ដងទៀតហើយឥឡូវចុងក្រោយគេគឺខ្ញុំដាក់ផ្សិតព្រោះឲ្យផ្សិតហ្នឹងវាងាយលួយយើងត្រូវការដាក់ក្រោយគេផ្សិតចំបើងបងប្អូនដាក់ផ្សិតនឹងច្រើនគឺឆ្ងាញ់ផ្សិតចំបើងនិងផ្សិតម្ជុលណាយើងដាក់ក្រោយគេមកដើម្បីកុំឲ្យវាលួយខ្លាំងអញ្ចឹងណាពេលដាក់ផ្សិតចូលហើយបងប្អូនដាក់វាតែមកពុះមកគឺឆ្អិនបានញ៉ាំហើយយើងភ្លក់មើលទៅ
ចង់ផ្អែមថែមស្ករចង់ប្រៃថែមអំបិលទៀតទៅបងប្អូនតាមចំណង់ចំណូលចិត្តរបស់យើងតែបើខ្ញុំវិញខ្ញុំធ្វើស៊ុបខ្ញុំធ្វើរាំងសាបហើយផ្អែមបន្តិចព្រោះអីពេលណាយើងញ៉ាំទៅហត់ទឹកបានច្រើនអញ្ចឹងហើយជាចុងក្រោយគេដែលខ្វះអត់បានគឺបងប្អូនពងមិនក៏បានពងទាក៏បានយើងវាយឲ្យបែកមកហើយយើងដាក់គោវាឲ្យចាក់ផងគោផងបងប្អូនដើម្បីឲ្យវាចេញអាតសៃតាយហ្នឹងធ្វើទឹកស៊ុបរបស់យើងខាប់ល្អហើយឆ្ងាញ់ទៀតចឹងណាហើយអត់អោយសល់ទេដួសកលេងចានទៅអស់ហ្នឹងបងប្អូនលើស៊ុបរបស់យើងឆ្អិនហើយក៏មានរសជាតិឆ្ងាញ់ដែរអត់ចាញ់នៅហាងហ្មងទេតែដោយសារតែខ្ញុំដាក់ពងទាតិចពេកបើសិនយើងដាក់10គ្រាប់ទៅបែបឆ្ងាញ់ចឹងហ្នឹងណាតែខ្ញុំទិញមកបានតែ5គ្រាប់ចឹងណាទិញពងទាកូនមកឡើង5គ្រាប់ដល់ពេលបន្លែវិញទិញឡើង2ចិញ្ច្រែងបងប្អូនលុបលន់មកលុបលន់ហើយតែអីទៅគឺយើងញ៉ាំបន្លែដើម្បីសុខភាពណាបងប្អូនលើដួសគោមើលគឺថាស៊ុបយើងឆ្អិនហើយចាប់ផ្ដើមលើកឆ្នាំងដាក់ចុះមកហើយយើងចាប់ផ្ដើមដាក់កតេះមកបំពងខ្ទឹមដើម្បីយកទៅដាក់ក្នុងស៊ុបរបស់យើងបំពងដាក់ខ្លាញ់ដាក់កទឹមបំពងវាឡើងឈ្ងុយមកប៉ុណ្ណឹងបានហើយយើងយកទៅចាក់ចូលជាមួយឆ្នាំងស៊ុបរបស់យើងមកបងប្អូនឆាវឃើញអត់ឆ្ងាញ់ជាតិមកជាតិឈ្ងុយមកឈ្ងុយហើយបងប្អូនទឹកស៊ុបយើងអត់អាចអត់ខ្ទឹមបំពងបានទេណាបើយើងអត់បំពងខ្លួនឯងយើងទិញខ្ទឹមបំពងគេមកតែខ្ទឹមបំពងគេអត់ឆ្ងាញ់ដូចខ្ទឹមបំពងយើងទេបំពងថ្មីឈ្ងុយឥឡូវស៊ុបរបស់យើងឆ្អិនហើយដួសដាក់ចានមកពេលញ៉ាំនឹងយើងថែមស្លឹកខ្ទឹមហើយនឹងជីវ៉ាន់ស៊ុយតិចមកកាន់តែឆ្ងាញ់បងប្អូនអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបើចូលចិត្តជួយ follow page ជួយ share ជួយ like ផងដើម្បីមានទឹកចិត្តធ្វើវីដេអូថ្មីទៀតណាបងប្អូនបាយបាយឈប់បងប្អូនសុំមួយទៀតបើសិនចង់ឲ្យធ្វើវីដេអូពីអីមកដាក់ comment ខាងក្រោមមកចាំខ្ញុំធ្វើវីដេអូឲ្យមើលចឹងណាបាយបាយ